ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម23ឆ្នាំក្តីស្រមៃនឹងទេពកោសល្យនៃយុវជនខេត្តព្រះសីហនុក្រុមខ្លាំងបន្តទៅវគ្គ4ក្រុមចុងក្រោយការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម23ឆ្នាំលើកទី1ឆ្នាំ2026ក្រោមប្រធានបទក្តីស្រមៃនឹងទេពកោសល្យនៃយុវជនខេត្តព្រះសីហនុបានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយបន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល3សប្តាហ៍ក្រុមខ្លាំងចំនួន4បានឈ្មោះទៅកាន់វគ្គបន្តនិងជាការប្រកួតពានរង្វាន់ផ្លូវការលើកទី3ដែលរៀបចំដោយក្លឹបកីឡាមហាមិត្តខេត្តព្រះសីហនុបន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេល3សប្តាហ៍ជាប់ៗគ្នាក្រុមបាល់ទាត់ខ្លាំងចំនួន4ក្រុមក្នុងចំណោម7ក្រុមបានបន្តភាពខ្លាំងទៅជុំទី2សូមជម្រាបជូនថាការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម23ឆ្នាំបានចាប់ផ្ដើមនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026និងបើកជាផ្លូវការនាថ្ងៃទី14ខែកុម្ភៈឆ្នាំ2026ដែលជាការបើកផ្លូវឲ្យក្រុមបាល់ទាត់យុវជនអាយុក្រោម23ឆ្នាំបានបង្ហាញនូវទេពកោសល្យភាពប៉ិនប្រសប់ដែលបានហ្វឹកហាត់និងស្វែងយល់កន្លងមកក្នុងវគ្គ4ក្រុមចុងក្រោយនេះក្រុមយុវជនកំពុងឡើងជើងស៊ីងមាន9ពិន្ទុពេញឈរនៅកំពូលតារាងពូលកតាមពីក្រោយដោយក្រុមបាល់ទាត់យុវជនមហាមិត្តជាម្ចាស់ផ្ទះដោយឡែកក្រុមបាល់ទាត់យុវជនកញ្ជ្រោងសមុទ្រដែលចូលរួមក្នុងពានរង្វាន់យុវជននេះក៏បានបង្ហាញទម្រង់លេងយ៉ាងល្អនិងរក្សាបាននូវចំណាត់ថ្នាក់លេខ1ក្នុងពូលខមាន2ពិន្ទុតាមពីក្រោយដោយក្រុមយុវជនព្យុះឈរនៅលេខរៀងទី2មាន2ពិន្ទុដូចគ្នាការប្រកួតវគ្គ4ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី28ខែកុម្ភៈនិងថ្ងៃទី1ខែមីនាឆ្នាំ2026ដោយក្រុមយុវជនកំពុងឡើងជើងស៊ីងជួបជាមួយក្រុមបាល់ទាត់យុវជនព្យុះនិងក្រុមបាល់ទាត់កញ្ជ្រោងសមុទ្រត្រូវជួបជាមួយនឹងក្រុមបាល់ទាត់យុវជនមហាមិត្តតើបណ្ដាអ្នកគាំទ្របាល់ទាត់ខេត្តព្រះសីហនុជាពិសេសហ្វេនរបស់ក្រុមផ្ទាល់បន្តលើកទឹកចិត្តកម្រិតណានាពេលខាងមុខ